សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូទី2នេះគឺយើងនឹងចាប់ផ្ដើមជាមួយនឹងការបង្កើត Facebook តែម្ដងណានៅក្នុងវីដេអូទី1គឺបងប្អូនបានដឹងហើយពីរបៀបនៃការបង្កើត Gmail អញ្ចឹងវីដេអូទី2នេះគឺយើងចាប់ផ្ដើមយក Gmail ដែលយើងបានបង្កើតកាលពីវគ្គទី1នោះបាទយកមកប្រើដើម្បីបង្កើត Facebook តែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញនៅលើទូរស័ព្ទវិញដោយសារតែការបង្កើតនៅលើ computer ឬក៏ desktop ឬក៏ laptop របស់បងប្អូនប្រើហ្នឹងវាអាចនឹងមានបញ្ហាអញ្ចឹងខ្ញុំបង្ហាញនៅលើទូរស័ព្ទវិញបាទចាំពេលដែលយើងបង្កើតរួចរាល់ហើយយើងអាចយកទៅ lock ចូលជាមួយនឹង laptop ឬក៏ desktop របស់យើងវិញក៏បានដែរគឺយើងបានដូចគ្នាហើយការបង្កើតនៅតាមទូរស័ព្ទដៃនេះគឺវាសុវត្ថិភាពជាងនៅត្រង់នេះគឺខ្ញុំមិនតម្រូវបងប្អូនធ្វើតាមខ្ញុំទេបើសិនជាបងប្អូនអាចបង្កើតនៅលើ desktop បានឬក៏ computer បងប្អូនបានក៏បងប្អូនធ្វើទៅណាអញ្ចឹងជាដំបូងបងប្អូនចូលមកកាន់កម្មវិធី Facebook របស់យើងមកតមកទៀតបងប្អូនយកពាក្យនៅខាងក្រោមនេះកន្លែង create new account ណាបងប្អូនចុចពាក្យថា get start មកបន្តមកទៀតបងប្អូនត្រូវដាក់ឈ្មោះមកឥឡូវខ្ញុំបានដាក់រួចរាល់ហើយគឺមាន first name ហើយនិង last name ណាខ្ញុំសូមបញ្ជាក់បន្តិចចំពោះឈ្មោះបើសិនជាបងប្អូនអាចបង្កើតជាឈ្មោះខ្លួនឯងហើយដាក់ឈ្មោះខ្លួនឯងពិតៗទៅព្រោះថានៅពេលក្រោយបងប្អូនអាចនឹងត្រូវការជាមួយនឹងការ verify ជាមួយ account របស់យើងណាបាទដើម្បីឲ្យវាកាន់តែមានសុវត្ថិភាពបើសិនបើបងប្អូនប្រើជាលក្ខណៈផ្លូវការបាទជាលក្ខណៈជាប្រចាំបងប្អូនគួរតែបង្កើត account ណាដែលពិតទៅណាបាទកុំប្រើ account fake អីនេះជាការ recommend ពីខាងខ្ញុំទៅបាទបងប្អូនគួរតែប្រើជាលក្ខណៈ official ឬក៏ជាលក្ខណៈផ្លូវការណាជាវាយើងប្រើលក្ខណៈfake ហើយថ្ងៃណាមួយវាមានបញ្ហា disable checkpoint ឬក៏ lock account ទៅបងប្អូនពិបាកក្នុងការស្នើសុំប៉ុន្តែបើសិនជាយើងប្រើជាលក្ខណៈឈ្មោះពិតវាល្អដែរបាទព្រោះអី Facebook ក៏វាមើលទៅតាមនឹងដែរណាបើសិនជាបងប្អូនបង្កើត account រូបខ្លួនឯងផ្ទាល់បាទឈ្មោះខ្លួនឯងពិតហើយការលេងរបស់យើងនឹងជារៀងរាល់ថ្ងៃអានឹងវាអត់សូវជាមានបញ្ហាទេបាទមានន័យថាវាមិនងាយខូចទេអូខេអញ្ចឹងចំណុចត្រង់នេះបាទបងប្អូនយល់ហើយអញ្ចឹងបន្ទាប់ពីដាក់ឈ្មោះហើយបងប្អូនចុចពាក្យថានេះបន្ទាប់ពីបងប្អូនដាក់ឈ្មោះរួចរាល់ហើយបាទបងប្អូនធ្វើការដាក់ជាមួយនឹងថ្ងៃខែឆ្នាំកំណើតរបស់យើងណាអញ្ចឹងបងប្អូនដាក់ទៅបានតែចំជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងក៏បានដែរណាដែលខ្ញុំបានបញ្ជាក់អញ្ចឹងវាស្រួលត្រង់ថាថ្ងៃក្រោយបើសិនជាមានបញ្ហាខូចអីគឺយើងងាយស្រួលក្នុងការស្នើសុំ Facebook ត្រឡប់មកវិញបានអញ្ចឹងណាអញ្ចឹងដោយសារវីដេអូនេះគឺខ្ញុំឧទាហរណ៍បាទអញ្ចឹងខ្ញុំបង្កើតជាលក្ខណៈ fake ទេប៉ុន្តែបងប្អូនគួរតែប្រើជាលក្ខណៈទៅបាទដើម្បីថ្ងៃក្រោយមានបញ្ហាទៅគឺយើងស្រួលដោះស្រាយណាអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ថ្ងៃខែឆ្នាំកំណើតហើយបងប្អូនចុចពាក្យថា next ដើម្បីទៅមួយជំហានទៀតមកដល់ចំណុចត្រង់នេះគឺបងប្អូន select យក page ណាបាទអញ្ចឹងបើសិនជាបងប្អូនស្រីបងប្អូនយក female ហើយបើសិនជាប្រុសយើងយក male មកណាអញ្ចឹងករណីខ្ញុំយកនេះ account នេះគឺជា account របស់មនុស្សស្រីខ្ញុំយក female ហើយខ្ញុំចុច next បន្តទៀតចូលមកដល់ចំណុចត្រង់នេះគឺបងប្អូនត្រូវដាក់ជាមួយនឹងលេខទូរស័ព្ទបាទប្រធានបទរបស់យើងនឹងគឺយើងប្រើ Gmail ទេយើងអត់ប្រើលេខទូរស័ព្ទទេបាទអញ្ចឹងបងប្អូនយកពាក្យថា sign up with email បាទនៅខាងក្រោមនេះអញ្ចឹងបងប្អូនវាយ Gmail របស់យើងដែលបានបង្កើតកាលពីវីដេអូទី1មកបាទអញ្ចឹង email បងប្អូនមានឈ្មោះបែបម៉េចបងប្អូនវាយបញ្ចូលមកអូខេអញ្ចឹងបន្ទាប់ពីបងប្អូនវាយបញ្ចូលជាមួយនឹង email រាល់ហើយបងប្អូនធ្វើការចុចពាក្យថា next តមកទៀតបងប្អូនធ្វើការដាក់ password ណាអញ្ចឹង password កន្លែងនេះគឺ password របស់ Facebook ថ្មីរបស់យើងទេមិនមែនជា password របស់ Gmail យើងទេណាបាទកុំមានការយល់ច្រឡំចំពោះ password បងប្អូនដាក់អីដាក់ទៅបាទសំខាន់ដាក់ឲ្យចាំនៅខ្លួនឯងណាបន្ទាប់ពីយើងដាក់ password រួចរាល់ហើយបងប្អូនចុចពាក្យថា next បន្តមកទៀតបងប្អូនចុចពាក្យថា save មកហើយបងប្អូនរងចាំបន្តិចទៅបាទប្រហែលជា2ទៅ3វិនាទីហ្នឹងចាំបងប្អូនចុចពាក្យថា I agree បាទអញ្ចឹងយើងចុចមកអូខេអញ្ចឹងខាង Facebook គេបានបញ្ជូនជាមួយនឹងលេខកូដទៅកាន់ email របស់យើងហើយអញ្ចឹងបងប្អូនចូលទៅកាន់ Gmail បងប្អូនមកបាទដើម្បីឆែកយកលេខកូដហ្នឹងណាឥឡូវនេះវាបានផ្សាយមកខ្ញុំហើយលេខកូដគឺ74815អូខេអញ្ចឹងយើងវាយមកអញ្ចឹងបន្ទាប់ពីយើងវាយបញ្ចូលលេខកូដហើយបងប្អូនគាត់ចុចពាក្យ next បន្តទៀតមកអូខេឥឡូវនេះ account Facebook របស់យើងហ្នឹងគឺយើងបង្កើតបានសង្កត់ថា 100% ហើយបាទអញ្ចឹងយើងនៅតែបន្ថែមជាមួយនឹង profile បាទហើយនឹង cover ហើយនឹងព័ត៌មានមួយចំនួនទៀតដើម្បីបញ្ចប់តែម្ដងណាអូខេអញ្ចឹងបន្ទាប់ពីហ្នឹងមកទៀតយើងចុចពាក្យថា add picture មកបាទអញ្ចឹងយើងរៀបចំ account របស់យើងឲ្យស្អាតមកអូខេបងប្អូនយកពាក្យថា choose from camera roll មកបាទដើម្បីទៅយករូបភាពអូខេអញ្ចឹងខ្ញុំប្រើរូបភាពមួយនេះអូខេអញ្ចឹងខ្ញុំត្រូវការដាក់តម្រង់មុខបាទតម្រង់របស់គាត់ហ្នឹងឲ្យមើលទៅស៊ីគ្រាបន្តិចបាទកុំឲ្យដាច់ក្បាលដាច់អីផ្សេងអញ្ចឹងណាបាទអញ្ចឹងយើងយកប៉ុណ្្នឹងហើយយើងសេរីទៅតាមហ្នឹងតែបន្ទាប់ពីហ្នឹងមកទៀតបងប្អូនចុចពាក្យថា done នេះមកអូខេឥឡូវនេះ Facebook របស់យើងគឺយើងបង្កើតបានហើយអញ្ចឹងជាមានបន្តបងប្អូនគាត់ចុចពាក្យថា turn on មកបាទអូខេអញ្ចឹងមិញវាឲ្យ add friend ឥឡូវនេះវាបាត់ទៅវិញអត់អីទេបងប្អូនគាត់ចុចពាក្យថា next បន្តទៀតមកអញ្ចឹងបងប្អូន refresh វិញបន្តិចមកបាទដើម្បីវាដំណើរការឡើងវិញអញ្ចឹងចូលមកដល់ចំណុចត្រង់នេះបាទធម្មតាបងប្អូនចេះបង្កើតឲ្យ Facebook ទៅហ៎បាទអញ្ចឹងយើងទៅរៀបចំ account របស់យើងសិនបាទយើងរៀបចំពេញព័ត៌មានមួយចំនួនសិនដើម្បីឲ្យ account របស់យើងហ្នឹងវាមិនមានបញ្ហានៅពេលបន្ទាប់ណាបាទអូខេអញ្ចឹងបងប្អូនមកមើលផ្នែកខាងស្ដាំខាងក្រោមនេះមកកន្លែង menu ហ្នឹងបាទបងប្អូនចុចលើហ្នឹងមកអញ្ចឹងយើងទៅរៀបចំ account របស់យើងម្ដងទៀតបាទអញ្ចឹងយើងចុចលើ
profile របស់យើងមកអូខេអញ្ចឹងបងប្អូនធ្វើការចុចទៅតាមការណែនាំរបស់គេមកបាទយើងចុច get start បងប្អូនចុច skip ណាកន្លែងនេះកុំ lock profile បងប្អូនបាទចុច skip មកហើយបងប្អូនធ្វើការ select យកទីតាំងបាទយើង select ទីតាំងដែលយើងនៅហ្នឹងណាបាទអញ្ចឹងបងប្អូននៅខាងណាបងប្អូនដាក់ខាងហ្នឹងមកណាបាទឬក៏បងប្អូនចង់ select យកទីតាំងណាមួយក៏បានដែរអត់ជាបញ្ហាទេអញ្ចឹងខ្ញុំដាក់នៅភ្នំពេញអូខេនេះគឺជា add current city បន្តមកទៀតយើងចុចពាក្យថា save មកបាទអញ្ចឹងគេឲ្យយើងដាក់ជាមួយនឹង add your hometown ណាបាទទីតាំងដែលយើងនៅបាទផ្ទះរបស់យើងហ្នឹងអញ្ចឹងយើងដាក់ដូចគ្នាមកបាទភ្នំពេញដូចគ្នាមកអូខេយើងយកហើយយើងយកពាក្យថា save បន្តទៀតបាទអញ្ចឹងកន្លែងនេះគេឲ្យយើងដាក់ជាមួយនឹងសាលារៀនដែលយើងធ្លាប់រៀនណាបាទអញ្ចឹងកន្លែងនេះខ្ញុំសុំ skip ហើយខ្ញុំមិនដាក់ទេបាទតើតើជាមួយនឹង company បាទក្រុមហ៊ុនបាទបងប្អូនមានបងប្អូនដាក់ទៅបើសិនជាគ្មានមិនបាច់ទេណាយើងយកពាក្យថា skip ទៀតមកកន្លែងនេះគេឲ្យយើងដាក់ជាមួយនឹង relationship បាទអញ្ចឹងបងប្អូនអាចដាក់បានកន្លែងហ្នឹងបាទបងប្អូននៅ single ឬក៏មានតំណងហើយឬក៏រៀបការរៀបរល់ហើយអីហ្នឹងបងប្អូនអាចយកតាមហ្នឹងមកបាទប៉ុន្តែ account នេះគឺខ្ញុំដាក់ថា single ទេបន្ទាប់ពីហ្នឹងមកទៀតបងប្អូនជួយពាក្យថា save មកអញ្ចឹងកន្លែងនេះគេឲ្យយើងដាក់ជាមួយនឹង profile របស់យើងអូខេសំតោគឺ cover ណាបាទយើងចុចកន្លែងកាមេរ៉ាហ្នឹងមកហើយយើងទៅយករូបភាពមួយមករូបភាពមួយនេះអញ្ចឹងយើងសេរីឲ្យស្អាតមកបាទតែយើងទាញយើងតោងទៅតាមអ្វីបងប្អូនចង់បានទៅបន្តមកទៀតបងប្អូនចុចពាក្យថា save មកអូខេបងប្អូនចុចពាក្យថា next នៅក្រោមនេះទៀតមកអូខេឥឡូវយើងមិនបាច់ចុចទេវា load មកដល់ហើយអញ្ចឹងបើសិនជាចេញអញ្ចឹងហើយបងប្អូនគ្រាន់ចុចពាក្យថា view your profile ហ្នឹងមកអូខេអញ្ចឹង account Facebook របស់យើងគឺយើងរៀបចំបានសង្កត់ថារួចរាល់ហើយបាទអញ្ចឹង account នេះគឺបងប្អូនអាចយកទៅប្រើការបានហើយប៉ុន្តែសូមបញ្ជាក់បន្តិចណាបាទបងប្អូនអាសាលេងតិចទៅបើសិនជាបងប្អូនប្រើ account ជាលក្ខណៈផ្លូវការបងប្អូនលេងរាល់ថ្ងៃហ្នឹងវាមិនអីទេប៉ុន្តែបើសិនជា account លក្ខណៈយើងប្រើ fake បាទប្រើក្នុងការងាររបស់យើងបងប្អូនគួរតែលេងមួយថ្ងៃបាទចន្លោះពី5ទៅ10នាទីទៅណាបាទយើងអាចអូសមើលវីដេអូផ្សេងបាទអាច like comment អីមិត្តភ័ក្តិរបស់យើងទៅបាទអញ្ចឹងសម្រាប់ account ថ្មីបែបនេះវាអត់តន់ចាប់ទីតាំងទេបាទអញ្ចឹងនៅពេលវាចាប់ទីតាំងគឺយើងចាប់ផ្ដើមមាន friend បាទឲ្យយើង add បានតែម្ដងណាឥឡូវនេះខ្ញុំសាកមើលមាន friend អត់មានទេអញ្ចឹងមានន័យថាវាអត់តន់ស្គាល់ទេអញ្ចឹងបែរជាចន្លោះពី3 4 5ម៉ោងអីទៅគឺវាចាប់ផ្ដើមឲ្យស្គាល់ទីតាំងគឺមាន friend ឲ្យយើង add តែម្ដងណាបាទអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងសិនបាទយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើន